គ្មានអ្នកណាម្នាក់គ្មានអ្នកណាម្នាក់ចង់រួងនៅឯកាបែបនេះទេធ្លាប់ខូចចិត្តម្ដងហើយម្ដងទៀតជួបតែរឿងប្រេងឆាស្នេហាកន្លងមកសុទ្ធតែជីវងសុទ្ធតែជាសង្សារមួយខែពីរខែគ្មានអ្នកណាម្នាក់ចង់នៅម្នាក់ឯងរហូតទេលួចច្រណែនគូគេដែលកាន់ដៃគ្នាផ្អែមល្ហែមយ៉ាងនេះគេសួរថាពេលណាបើកចិត្តទទួលស្នេហាមកក្បែរក៏មិនដឹងដែរព្រោះបែងធ្លាប់តែឈឺចាប់ខ្លាំងពេករួមម្នាក់ឯងទៅណាមកណាក៏មិនអីក៏មិនដឹងអីទៅណាម្នាក់ឯងក៏មិនអីមិនចង់រំខាននរណាឲ្យហត់នឿយនឹងរឿងស្នេហានៅម្នាក់ឯងវាអាចហត់នឿយនឹងរឿងស្នេហានៅម្នាក់ឯងវាអាចរងាបន្តិចតែគ្មានទៀតទេតំណទឹកភ្នែករួមនៅឯកាក៏មិនដល់ថ្នាក់ស្លាប់ដែរនៅម្នាក់ឯងញ៉ាំបាយម្នាក់ឯងក៏អូខេឈប់យកពេលលាទៅផ្ញើនឹងមនុស្សដែលសាវ៉ាធ្លាប់ឈឺម្ដងពីរដងចិត្តលែងហ៊ានប្រាថ្នាស្នេហាគ្រាន់តែឮពាក្យថាគ្រាន់តែឮថាសង្សារចិត្តក៏តក់ស្លុតខ្លាចបានទៅហើយតក់ស្លុតខ្លាចបានទៅហើយ